ngày nay ở càng nhiệt thấp kèo với chạy sân chẹtនេះគឺ compressor ដើរទេដើរទាំងហាពេលបើកដើរទាំងហា condenser បំផិតគឺវាបិទវិញហើយវាឆែកទៅគឺ starting គឺវា blinking វាភ្លើង load ពណ៌លឿងហើយនឹងពណ៌បៃតងហើយពណ៌ក្រហមគឺនៅស្ងៀមមានន័យអត់ load ទេតែអ្វីដែលវាបង្ហាញគឺ current sensor error input current sensor error អញ្ចឹងយើង check กับភ្លុកហ្នឹងទៅហើយមួយទៀតគឺខ្ញុំឆែកទៅឃើញអានេះតើតើ thermostat control កម្ដៅ compressor ក៏វាខូចដែរឆ្លងតាមធម្មតាគឺគេហៅថា normal open គឺធម្មតាគឺវាអត់ជាប់គ្នាគឺវាចំហគេហៅ normal open នេះ thermostat នេះយើងដូរអានឹងមួយចោលហើយយើងទៅ check មួយទៀតគឺទៅ check board តើតើណា current sensor error តើនៅម្ដុំណានេះចូលមកហើយនេះ Redstone chip 3គ្រាប់នេះគេហៅ Elson ដើម្បី control ទៅលើ block IBM ហើយអ្វីដែលយើងមើលគឺពពួក resistance ជុំវិញ op-amp comparator នេះ VMV 324 នេះគឺជាប្រភេទ op-amp comparator ដែលយើងត្រូវ check resistance មានឆ្លងមួយតែខ្ញុំអត់បានថតឬក៏អីទេដោយសារខ្ញុំតែឯងថតបណ្ដោយឥឡូវដល់វគ្គនេះគឺវគ្គខ្ញុំមកដូរ resistance ហើយនឹង thermostat ហើយគឺយើងយកមកតេស្តឥឡូវយើងមកតេស្តមើលអ្នកគ្នាបន្ទាប់ពីដូរ resistance ហើយនឹងនេះឥឡូវចាប់ដើម start ហើយកាត់លឿនក៏វែងឆ្ងាយអញ្ចឹងយើងមើលតែ resistance ហ្នឹងទៅតើតោះណា error current sensor នេះគឺយើងមើលតែហ្នឹងហើយនេះចាប់ដើមអូខេប៉ុណ្ណឹងមានតែប៉ុណ្ណឹងទេបាយបិទជាងអើយ